សូមស្វាគមន៍នៅការមកដល់ថ្មីនៃវេទិកាទេសចរបែបផ្សងព្រេងទៅកាន់កំពូលភ្នំដែលខ្ពស់ជាងគេលំដាប់ទី2ក្នុងព្រះរាជាណាចក្រកម្ពុជាភ្នំព្រះឬខ្នងព្រះគឺជាគោលដៅទេសចរដ៏ពេញនិយមខ្លាំងសម្រាប់អ្នកចូលចិត្តធ្វើដំណើរបែបផ្សងព្រេងនិងកំពុងតែទាក់ទាញភ្ញៀវទេសចរឲ្យចង់ដឹងចង់ស្គាល់ពីសក្តានុពលដ៏ស្រស់ត្រកាលនៃតំបន់ទេសចរធម្មជាតិដែលមានទេសភាពស្អាតមានព្រៃឈើតូចធំខៀវខ្ចីអមដោយផ្កាព្រៃចម្រុះពណ៌និងមានជីវៈចម្រុះជាច្រើនអនេកផងដែរភ្នំខ្នងព្រះគឺជាភ្នំដ៏ពេញនិយមខ្លាំងមួយក្នុងចំណោមភ្នំជាច្រើនទៀតក្នុងព្រះរាជាណាចក្រកម្ពុជាដោយសារតែភ្នំនេះមានទេសភាពដ៏ស្រស់ស្អាតខ្លាំងទាំងផ្លូវធ្វើដំណើរនិងទេសភាពនៅលើកំពូលភ្នំអ្នកអាចអង្គុយគយគន់ទេសភាពថ្ងៃរះនិងថ្ងៃរៀបលិចចាំងលើផ្ទៃទឹកសមុទ្រឃើញកោះតូចៗជាច្រើនគួរជាទីមនោរម្យនិងសែនស្រស់ស្អាតបំផុតក្រៅពីការគយគន់ទេសភាពក្នុងភ្នំខាងលើយើងអាចមើលឃើញផ្ទាំងទស្សនីយភាពនៃជួរភ្នំជាច្រើនតម្រៀបគ្នាច្រើនជាន់ថ្នាក់ព្រមទាំងជ្រោះជ្រលងដងអូបង្កើតបានជាទេសភាពយ៉ាងស្រស់បំព្រងគួរឲ្យចង់គយគន់មិនចេះជឿនណាយនោះឡើយចំណែកផ្លូវធ្វើដំណើរទៅកាន់កំពូលភ្នំវិញយើងត្រូវដើរកាត់តាមព្រៃស្រោងស្ដើងក្រាស់ចំណោតទាបមធ្យមខ្ពស់នឹងត្រូវឆ្លងកាត់ជ្រោះជ្រលងដងអូដោយត្រូវតោងខ្សែវល្លិនិងដើមឈើដែលក្នុងនោះក៏មានផ្ទាំងថ្មធំៗនិងរុក្ខជាតិតូចធំបៃតងស្រស់ប្រកបដោយភាពទាក់ទាញយ៉ាងខ្លាំងលើភ្នំផ្សេងទៀតជាច្រើនបាទអ្នកទាំងអស់គ្នាឥឡូវនេះកំពុងចុះទឹកជ្រោះទឹកជ្រៅភ្នំខ្នងព្រះមានទីតាំងស្ថិតនៅក្នុងភូមិឯកភាពឃុំថ្មដាស្រុកវាវែងខេត្តពោធិ៍សាត់និងមានចម្ងាយធ្វើដំណើរប្រមាណ157គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់និងត្រូវធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ55កាត់តាមផ្លូវបត់បែនដោយអន្ទង់អាំងត្រង់ចន្លោះគីឡូម៉ែត្រលេខ152 153និងជាចំណុចឡើងភ្នំផងដែរភ្នំនេះមានកម្ពស់1500ម៉ែត្រនិងប្រើរយៈពេលធ្វើដំណើរគិតជាមធ្យម6ម៉ោងឬអាចលើសនឹងទៅតាមស្ថានភាពរបស់អ្នកធ្វើដំណើរនៅមានចម្ងាយផ្លូវប្រមាណ7គីឡូម៉ែត្រទើបអាចទៅដល់កំពូលភ្នំ